បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរខ្ញុំនឹងលើកយកព័ត៌មានមួយដែលមាននៅក្នុងគេហទំព័រ vodhotnews.com ហើយព័ត៌មានមួយនេះតាក់ទងនឹងលោកហ៊ុនសែនត្រឡប់មកកម្ពុជាវិញដោយមានការដាក់ពង្រាយកងអង្គរៈការពារតឹងរឹងជាងមុនដោយនួនបូរិននៅថ្ងៃពុធទី28ខែតុលាឆ្នាំ2015លោកនាយករដ្ឋមន្ត្រីហ៊ុនសែនបានធ្វើមាតុភូមិនិវត្តន៍មកកាន់កម្ពុជាវិញដោយមានការដាក់ពង្រាយកងអង្គរៈរបស់លោកជាច្រើនរយនាក់គឺស្របពេលកុំសួរនយោបាយបន្តឡើងកម្ដៅបន្ទាប់ពីបាតកម្មទាមទារឲ្យលោកកឹមសុខាចុះចេញពីតំណែងអនុប្រធានទី1រដ្ឋសភានិងការបង្កហិង្សាទៅលើសមាជិកសភា2រូបមកពីគណៈបកប្រឆាំងឲ្យរងរបួសធ្ងន់លោកហ៊ុនសែនបានធ្វើដំណើរមកពីប្រទេសបារាំងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅម៉ោង 7:09 ព្រឹកថ្ងៃពុធទី28ខែតុលានេះតាមជើងយន្តហោះប្រទេសសិង្ហបុរីនៅតាមដងមហាវិថីសហព័ន្ធរុស្ស៊ីរហូតដល់លំនៅឋានរបស់លោកនៅក្រុងតាខ្មៅគេសង្កេតឃើញថាកងសន្តិសុខមានឯកសណ្ឋានផ្សេងៗគ្នាជាពិសេសក្រុមឯកសណ្ឋានពណ៌ខ្មៅពាក់មួកខ្មៅមានអក្សរ BHQ ធំបានដាក់ពង្រាយទាំងសងខាងផ្លូវពីរវាងជាង10ម៉ែត្រ2នាក់ទៅ3នាក់និងមានរថយន្តកងរាជអាវុធហត្ថដាក់ពង្រាយផងដែរជាមួយគ្នានេះក្រុមឯកសណ្ឋានពណ៌ខ្មៅពាក់មួកខ្មៅមានអក្សរ BHQ ធំបានដកអាវុធវែងចេញពីស្រោមជាស្រេចជាមួយពួកគេម្នាក់មានសោកកាំភ្លើងខ្លីជាប់ចង្កេះនិងខ្លះទៀតសោកជាប់នឹងខោវែងឈុតខ្មៅយ៉ាងប្រុងប្រយ័ត្នអ្នកដំណើរតាមមហាវិថីដែលមានការដាក់ពង្រាយកងសន្តិសុខដើម្បីការពារក្បួនរថយន្តរបស់លោកនាយករដ្ឋមន្ត្រីពួកគេសម្លឹងមើលកងកម្លាំងទាំងនោះគឺមើលរហូតឆ្លងកាត់ផុតពីភ្នែកក្រៅពីធ្វើដំណើរតាមរថយន្តលោកហ៊ុនសែនក៏ត្រូវធ្វើដំណើរតាមអូថូភិកចក្រផងដែរប្រសិនបើចរាចរណ៍នៅរាជធានីភ្នំពេញមានភាពកកស្ទះខ្លាំងដំណើរមាតុភូមិនិវត្តន៍របស់លោកនាយករដ្ឋមន្ត្រីពីប្រទេសបារាំងនៅថ្ងៃនេះចំពេលស្ថានភាពនយោបាយនៅកម្ពុជាបន្តឡើងកម្ដៅជាខ្លាំងបន្ទាប់ពីលោកហ៊ុនសែនបង្ហាញប្រតិកម្មនិងបាតកម្មរបស់ពលរដ្ឋខ្មែរនៅប្រទេសបារាំងដែលទាមទារឲ្យលោកចុះចេញពីតំណែងហើយនៅពេលជាមួយគ្នាគណៈបកប្រជាជនកម្ពុជាចោទថាគណៈបកសង្គ្រោះជាតិជាអ្នករៀបចំព្រឹត្តិការណ៍នេះលោកហ៊ុនសែនបានថ្លែងថាពលរដ្ឋខ្មែរនៅភ្នំពេញនឹងធ្វើបាតកម្មទម្លាក់លោកកឹមសុខាពីអនុប្រធានទី1រដ្ឋសភាបាតកម្មនេះបានផ្ទុះឡើងនៅខាងមុខមន្ទីររដ្ឋសភាដោយមានគ្នាជាង 2000 នាក់ទាមទារទម្លាក់លោកកឹមសុខាប៉ុន្តែក្រោយមកហិង្សាបានផ្ទុះឡើងដោយមានមនុស្សមួយក្រុមបានស្ទាក់វាយតំណាងរាស្ត្រ2នាក់របស់គណៈបក្សសង្គ្រោះជាតិឲ្យរងរបួសធ្ងន់បាក់ដោងច្រមុះបាក់ដៃបែកក្បាលរហែកក្រដាស់ត្រចៀកនិងក្រុមខ្លះទៅគប់ដុំថ្មចូលផ្ទះលោកកឹមសុខាកងអង្គរៈរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានឯកសណ្ឋាន2យ៉ាងគឺមានឯកសណ្ឋានពណ៌ខ្មៅនិងពណ៌ខៀវនិងពាក់មួកក្រោះឬពាក់មួកអក្សរ BHQ ធំនិង PMBU ធំតាមព័ត៌មានដែលចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កងអង្គរៈការពារលោកនាយករដ្ឋមន្ត្រីហ៊ុនសែនមានប្រហែលចំនួន 4000 នាក់លោកហ៊ុនសែនត្រូវបានអង្គការសិទ្ធិមនុស្ស Human Rights Watch របស់អាមេរិកចាត់ទុកលោកជាបុរសខ្លាំងនៅកម្ពុជាលោកបានធ្វើជានាយករដ្ឋមន្ត្រីតាំងពីឆ្នាំ1985ហើយគិតមកដល់ពេលនេះជាង30ឆ្នាំលោកបានប្រកាសការពីថ្មីនេះថាលោកនឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយនេះទៀតសូមសរសេរទៅលោកនួនបរិនតាមរយៈborinnuon@vodhotnews.com បន្តមកខ្ញុំនឹងដាក់នៅខាងក្រោមលីងនឹងហើយបាទសូមអរគុណចំពោះការតាមដានស្ដាប់